សូមក្រោយជាសូម143ថ្ងៃនេះវិទ្យុគ្នាជាមួយនឹងភេទទី2និងភេទទី3ដែលជាភេទបន្ទាប់នៃរឿងរបស់យើងធានាជូនអ្នកគ្នាល្អមើលទៀតហើយចារាភេទទី2នៅណាគេក៏ភ្ញាក់ផ្អើលផងដែរសូម្បីតែគូដណ្ដឹងផ្ទាល់របស់សុកសាដែលសុកសាមិនដែលស្គាល់ក៏នៅទេក៏ឡើងមកក៏មិនដែលត្រូវធ្វើអ្វីផងដែរដែលសតមារបស់សុកសាក៏មិនបានប្រាប់គាត់សុកសាបានតវ៉ាជាមួយនឹងអ្នកម៉ារបស់គេតែម៉ាក់យកនរណាគេឡើងម៉ារបស់សុកសាបដកាន់សុកសាទីទៀតឯងនឹងយល់ហើយចំណាយម៉ាគេណូទទួលយកមិនបានទេពេលនេះក៏ញ៉ាំនំបន្លប់ការឈឺចាប់តែម្ដងទៅចំណាយគូដណ្ដឹងរបស់សុកសានៅត្រូវធ្វើអ្វីនោះទេគាត់សម្រេចចិត្តថាសូមគេច្រៀងមួយបទតែម្ដងទៅហើយបទនេះបទ original របស់គាត់ទៀតផងដែលធ្វើឲ្យក្រុម i4 ក៏រៀងអស់សំណើចផងដែរមើលទៅនាងដូចជាកំ pl ែងយ៉ាងម៉េចនោះទេតួអង្គថ្មីចេះទាំងច្រៀងចេះទាំងលេង piano ម៉ារបស់សុកសាពេញចិត្តស្ដោកហើយមើលសុកសាអ្នកគ្នាមកដូចខ្មោចចូលអញ្ចឹងតួអង្គថ្មីគាត់មានឈ្មោះថាស៊ីជេរូម៉ារបស់សុកសាក៏និយាយឌឺម៉ាកេណូផងដែរស៊ឺជេរូគឺជាមនុស្សស្រីតែម្នាក់គត់ដែលចូលមកក្នុងជីវិតកូនប្រុសរបស់យើងហើយនឹងជាអនាគតកូនប្រសាររបស់យើងតែម្នាក់គត់ម៉ារបស់សុកសាមិនត្រឹមតែរៀបចំគម្រោងការធ្វើបាបម៉ាកេណូប៉ុណ្នេះនោះទេនៅពេលនេះក៏ឲ្យគេអញ្ជើញម៉ាកេណូទៅលេង piano ទៀតផងដោយសារតែម៉ាកេណូគឺជាភ្ញៀវកិត្តិយសម្នាក់ដែលចេះលេង piano ហើយធ្លាប់ប្រឡង TOJ ទៀតផងម៉ាកេណូចាប់5ភ័យខ្លួនហើយដោយសារតែខ្លួនលេង piano មិនសូវស្ទាត់ទេរយបានប្រាប់មកកាន់ម៉ាកេណូដល់ពេលដែលត្រូវឡើងហើយពួកគេក៏មិនអាចជួយអ្វីម៉ាកេណូបានម៉ាកេណូក៏សម្រេចចិត្តឡើងទៅក៏ប៉ុន្តែនៅពេលដែលខ្លួនលេងម៉ាកេណូចេះតែចុចតែបណ្ដោះបំផ្លាញកម្មវិធីចោលតែម្ដងហើយនៅពេលដែលម៉ាកេណូធ្វើបែបនេះបើយស៊ីចរោនឹងក៏សប្បាយចិត្តទៅវិញបងស្រីក៏កំ pl ែងនោះទេដែលម៉ាកេណូហ៊ានធ្វើបែបនេះនៅចំពោះមុខភ្ញៀវធំជាច្រើនដូចជាបំបាក់មុខរបស់ម៉ាក់ស៊ូកាសាពេកហើយម៉ាក់របស់ស៊ូកាសាបតការភ្ញៀវកិត្តិយសទាំងអស់គ្នាថានេះមិនមែនជាភ្ញៀវដែលត្រូវបានអញ្ជើញមកនោះទេមិនមែនជាភ្ញៀវវង្វេងមកពីណាឡើយគាត់និយាយបែបនេះកាន់តែមិនឲ្យតម្លៃម៉ាកេណូទៀតហើយតែគាត់ជាអ្នកអញ្ជើញម៉ាកេណូមកសោះទើបម៉ាកេណូអស់ទ្រាំហើយបានដាច់ចាក់ចេញទៅម៉ាកេណូរត់ទៅមិនអីនោះទេតែសំខាន់កូនប្រុសរបស់គាត់រត់ទៅតាមម៉ាកេណូទៀតផងខ្មាស់គេពេញមួយកម្មវិធីស៊ូកាសាចង់មកនិយាយជាមួយនឹងម៉ាកេណូដែលចង់ប្រាប់ថាគេក៏មិនដឹងផងដែរថាគេមានគូដណ្ដឹងដែលគ្រប់យ៉ាងគឺជាម៉ារបស់គេនោះទេដែលជាអ្នករៀបចំឡើងគេឆ្ងល់មិនបានជាម៉ាកេណូចូលរួមកម្មវិធីនេះផងដែរម៉ាកេណូក៏បានប្រាប់ថាម៉ាក់របស់លោកជាអ្នកអញ្ជើញខ្ញុំទៅផ្ទាល់ពេលយ៉ាងសប្តាហ៍ក៏លេចឃើញកាដូរបស់ម៉ាកេណូស៊ើបស៊ូកាសាគេចង់បានក៏ប៉ុន្តែម៉ាកេណូលែងឲ្យហើយក្រុម i4 ក៏បានមកដល់អាគីរ៉ានបដកាន់ស៊ូកាសាគួរតែមានពេលនិយាយជាមួយនឹងម៉ាកេណូបន្តិចទៅតែពេលនោះម៉ារបស់ស៊ូកាសាក៏បានចូលមកដល់ក៏ហាងកូនប្រុសរបស់គាត់មិនឲ្យទៅនោះទេស៊ើជីរ៉ូបងស្រីក៏មកដូចគ្នាដែលនៅពេលនេះក៏យល់ហើយក៏ពិតទៅហៅគាត់ឡើងមកនឹងគឺដើម្បីបង្ហាញថាគាត់គឺជាអនាគតគូដណ្ដឹងរបស់ស៊ូកាសាចាប់ផ្ដើមតវ៉ាជាមួយនឹងអ្នកម៉ារបស់ខ្លួនមិនបានជាធ្វើអ្វីមិនដែលប្រាប់គេអញ្ចឹងនេះគឺជាជីវិតរបស់គេតែម៉ារបស់គេប្រាប់ថារឿងរ៉ាវវាធំជាងឯងគិតទៅទីពេលនេះឯងគាត់នឹងស្ដាប់ធ្វើតាមអ្វីដែលយើងប្រាប់ឲ្យឯងធ្វើសិនទៅម៉ារបស់ស៊ូកាសាក៏បានតែចេញស៊ូកាសាក៏ចាប់ដៃម៉ាកេណូដើម្បីនិយាយគ្នាដាច់ស្រេចក៏ប៉ុន្តែក្រុម i4 ធ្វើមកដូចប្លែកមូលហេតុដោយសារតែស៊ូកាសាគេចាប់ដៃរបស់បងស្រីស៊ីជេរ៉ូនោះទេគេខំនិយាយត្អូញត្អែជាច្រើនដាក់ម៉ាកេណូតែងាកទៅគឺជាបងស្រីស៊ឺជីរ៉ូដែលបងស្រីស៊ឺជីរ៉ូដើរតាមគេឡើងហត់ទៅហើយចំណែកម៉ាកេណូក៏ពុតទៅដើរតាមក្រោយម៉ាកេណូក៏អន់ចិត្តផងដែរអាកូននេះបាយទៅហើយបន្ទាប់ពីខានជួបគ្នារយៈពេល1ឆ្នាំជាងហើយនៅពេលនេះក៏បានឃើញស៊ូកាសាក៏ពុតទៅដើរជាមួយនឹងបងស្រីស៊ឺជីរ៉ូផងដែរធ្វើឲ្យម៉ាកេណូកាន់តែខាងទៀតហើយក៏បានចាក់ចេញទៅតែម្ដងស៊ូកាសានៅពេលដែលគេដឹងថាគេមកជាមួយនឹងបងស្រីស៊ឺជីរ៉ូគេបានដាក់ចេញពីគាត់យ៉ាងលឿនតែម្ដងឈប់លេងជាមួយនឹងគាត់ហើយក៏ប៉ុន្តែគាត់នៅតែតាមគេអញ្ចឹងដែលគាត់មានចរិតដូចគ្នាជាមួយនឹងម៉ាកេណូខុសគ្នាតិចតួចក៏ប៉ុន្តែកាចដូចគ្នាដោយសារតែស៊ូកាសាចង់ទុកគាត់ចោលគាត់តាមស៊ូកាសាហើយវាយស៊ូកាសាពេញផ្លូវហ្នឹងតែម្ដងហើយលោកជាអ្នកនាំខ្ញុំមកនោះទេខ្ញុំអត់បានសុំលោកមកនោះទេនៅពេលនេះចង់បោះបង់ខ្ញុំចោលស៊ូកាសាបដកាន់គាត់ហៅតាក់ស៊ីជិះទៅផ្ទះខ្លួនឯងទៅតែបងស្រីសូជីរ៉ូគេនៅតែតោស៊ូកាសាហើយនៅពេលនេះដោយសារតែបកាច់ខ្លាំងពេកបងស្រីសូជីរ៉ូខាំស្លឹកជាតិរបស់គេតែម្ដងស៊ូកាសាគេប៉ះរបស់ពិតហើយចំណែកបងស្រីសូជីរ៉ូក៏ប៉ះរបស់ពិតដូចគ្នាដែលគាត់នឹងជួបជាមួយនឹងស៊ូកាសាតែមួយផ្លែតែប៉ុណ្ណោះបងស្រីសូជីរ៉ូគិតក្នុងចិត្តថាខ្ញុំប្រហែលជាស្រឡាញ់គេហើយកាត់មកខាងម៉ាកេណូវិញទោះបីជាខូចចិត្តយ៉ាងណាក៏នៅតែខិតខំប្រឹងប្រែងរៀនតែរៀនមិនសូវចូលនោះទេ stress ពេញខួរក្បាលទៅហើយចាំមិនគេឲ្យមានស្នេហាក្នុងវ័យសិក្សានេះគ្នាមិនថាទៅនៅផ្ទះនោះទេមិនដល់សាលារៀនខិតខំប្រឹងប្រែងរៀនក៏មកឲ្យដើម្បីនៅតែតាមរញ៉េរញ៉ៃម៉ាកេណូតាមធម្មតាបន្ទាប់ពីប៊ូលីគេរីហើយដើរចាកចេញទៅនៅថ្ងៃនេះក៏បានជួបគ្នាជាមួយនឹងបងស្រីជីរ៉ូបងរូគាត់មកទីនេះដើម្បីសួររកមនុស្សម្នាក់ក៏ប៉ុន្តែក៏មកឲ្យទាំង3របស់យើងដូចជាមិនសូវស្វាគមន៍គាត់នៅទេមិនដឹងជាមកពីណាពីណីបងរូក៏បបួលពោគេលេងប៉ៅសិញសុំតែប៉ៅមិនឈ្នះគាត់នៅទេក៏គាត់តែកំភ្លៀងគេនៅពេលហ្នឹងតែម្ដងប៉ះរបស់ពិតហើយបងរូក៏លេងមកខាងក្រោយក៏បានឃើញម៉ាកេណូក៏មករកម៉ាកេណូនឹងឯងដែលគាត់ចង់សួរតែតោជាមួយនឹងស៊ូកាសាតែគាត់បន្តបាននិយាយអ្វីច្រើនផងនៅសារតែគាត់ញ៉ាំអំបញ្ញមិញនឹងឈឺពោះបាត់ទៅហើយនៅពេលដែលគាត់ចេញទៅបាត់យើងក៏បានឃើញកំពូលមនុស្សស៊ូកាសាគេមកលេងម្នាក់ឯងថ្ងៃនេះតែម្ដងក៏បានជួបគ្នាជាមួយនឹងម៉ាកេណូក៏ចូលទៅខាងក្រោមវិញតែកាត់គ្នានឹងម៉ាកេណូក៏បាននិយាយទៅកាន់ស៊ូកាសាថាចូលរួមមកអបផងសម្រាប់ការភ្ជាប់ពាក្យរបស់លោកហើយនៅពេលនេះខ្ញុំក៏យល់គ្រប់យ៉ាងមិនបានជាលោកមិនតាក់ទងមកកាន់ខ្ញុំនៅពេលដែលលោកនៅញូវយ៉កខ្ញុំក៏ធ្លាប់ឃើញនាងនៅញូ
យ័រកផងដែរស៊ូសាកចង់បកស្រាយក៏ពិតទៅម៉ាកេណូយកច្រឡំនៅទេតែនៅពេលនេះបងរូក៏បានត្រឡប់មកវិញបាត់ទៅហើយស៊ូកសានៅពេលដែលឃើញបងរូនេះភ្ញាក់ផ្អើលតែម្ដងគេចង់ប្រតិកម្មបងរូថាមានការភ្ជាប់ពាក្យរបស់គាត់ជាមួយនឹងគេនោះទេតែបងរូមកថ្ងៃនេះគឺមកកាចដើម្បីសងសឹកគេកាលពីយប់មិញបងរូចាប់ដើមសេរីដៃហើយក៏បានវាយគេធ្លាក់ពីលើចណ្ដាលពេលហ្នឹងទៅម៉ាកេណូប្រាប់រឿងទាំងអស់នោះមកកាន់យូគីមិត្តភក្តិរបស់ខ្លួនផងដែរហើយកាន់តែពិសេសយប់ឡើងក្បាលមកដល់យើងក៏បានឃើញថាបងរូបានមកដល់ផ្ទះរបស់ម៉ាកេណូបាត់ទៅហើយលើពីនឹងទៀតបន្ទាប់ពីញ៉ាំអីរួចហើយគឺគេនៅក្នុងផ្ទះរបស់ម៉ាកេណូទៅទៀតមូលហេតុដែលគាត់ចង់នៅចិត្តម៉ាកេណូក៏ព្រោះតែគាត់ចង់ស្គាល់ឲ្យកាន់តែច្បាស់អំពីសុគសាក៏ព្រោះតែគាត់ស្រឡាញ់សុគសាហើយនៅពេលនេះម៉ាកេណូរៀបរាប់ប្រតិកម្មមិត្តភក្តិរបស់ខ្លួនមិនទាន់អស់ផងបងរូក៏បានមកដល់យូគីក៏បានសួរទៅកាន់ម៉ាកេណូនឹងម៉ែម្នាក់ស្រីដែលនិយាយដើមប្រាប់មកកាន់យើងបងរូក៏បានសួរទៅកាន់យូគីគឺជាមិត្តភក្តិរបស់ម៉ាកេណូមែនដែរទេអញ្ចឹងមានថាយូគីគឺជាមិត្តភក្តិរបស់គាត់ផងដែរដោយសារតែគាត់គឺជាមិត្តភក្តិរបស់ម៉ាកេណូដែលមើលទៅគាត់ដូចញ៉ៃញ៉ៃមែនតើមកនេះគ្នាតួអង្គថ្មីហើយសុគសាក៏នៅតែតវ៉ាជាមួយនឹងម៉ាក់របស់គេអញ្ចឹងបើមានភ្ជាប់ពាក្យអត់អីនោះទេខ្ញុំអត់មានស្រឡាញ់មិនតិចតែម្ដងក៏ប៉ុន្តែម៉ាក់របស់គេបានប្រថាចូលវាសនាក្រុមហ៊ុនរបស់យើងទាំងមូលគឺពឹងផ្អែកទៅលើការភ្ជាប់ពាក្យមួយនេះហើយនៅតែតែក្រុមហ៊ុនរបស់យើងនៅពេលនេះកំពុងតែជួបវិបត្តិធ្ងន់ធ្ងរយើងត្រូវការជំនួយពីក្រុមហ៊ុនប៉ារបស់ Sergio ហើយម៉ាកេណូជាមួយនឹង Yuki ថ្ងៃនេះមកតាមបងរូនាំពួកគេមកមើលអីវ៉ាន់ពួកគេមើលលេងក៏ចាប់ផ្ដើមរាប់សូនមានលេខសូនច្រើនខ្លាំងណាស់គឺមានតម្លៃថ្លៃបងរូក៏បានឃើញពួកគេក៏ពោលតែមើលផងដែរតែនៅពេលដែលចេញមកវិញក៏ទិញឲ្យពួកគេម្នាក់មួយកាលមកខាងក្រុម Alpha វិញរយនៅពេលនេះចាប់ផ្ដើមសើតការស៊ូកសាឯពិតជាភ្ជាប់ពាក្យជាមួយនឹង Sergio មែនដែរទេចុះម៉ាកេណូវិញឯគិតយ៉ាងម៉េចឯពិតជាមិនខ្វល់ពីខ្ញុំបន្តទៀតទេឬស៊ឺសាបានតបថាដោយសារតែគេត្រូវមានទំនួលខុសត្រូវលើមនុស្សរាប់លាននាក់ចឹងហើយគេទៅបង្ខំចិត្តរៀបការជាមួយនឹង Sergio យប់ឡើងក៏មកដល់យើងក៏បានឃើញស៊ូកសាក៏ប៉ុន្តែសម័យឃើញបរិះម្នាក់នេះទៀតហើយថ្ងៃថ្មីក៏បានមកដល់ម៉ាកេណូមកជួបគ្នាជាមួយនឹងរយប្រតិកម្មម៉ាកេណូតែទៅជាមួយនឹងស៊ូកសាគេចង់នៅជប៉ុននេះមួយរយៈធំផងដែរចឹងហើយបើសិនម៉ាកេណូចង់និយាយអ្វីជាមួយនឹងគេប្រហែលជាមានពេលវេលាក៏តែម៉ាកេណូប្រថាមានអ្វីតាក់ទងជាមួយនឹងគេនឹងខ្ញុំទៀតនៅទេសៅតរយចាប់ដើមមកចិត្តម៉ាកេណូទៀតហើយក៏ប៉ុន្តែនៅពេលនេះចិត្តទៅដែលរយគេកាន់ទៅស្រឡាញ់ម៉ាកេណូហើយតែម៉ាកេណូដូចជាមិនសូវចាប់អារម្មណ៍ជាមួយនឹងទង្វើរបស់គេសោះពេលនេះក៏ទៅទូរស័ព្ទខលពីមិត្តភក្តិរបស់ខ្លួនដោយសារតែអាកេដាជាមួយនឹងស៊ូជីរូចង់មានរឿងត្រូវត្អូញត្អែដែលគេរៀបចំគម្រោងការជាមួយនឹងស៊ូកាសាដែលធ្វើឲ្យណែបស៊ូជីរូស្រឡាញ់ពួកគេឲ្យឈប់ស្រឡាញ់ស៊ូកាសាពួកគេបាននាំគាត់ទៅដេតក៏ប៉ុន្តែនៅពេលដែលញ៉ាំអីគាត់បង្ខំឲ្យពួកគេញ៉ាំច្រើនខ្លាំងណាស់ហើយគាត់ចូលចិត្តលេងល្បែងគ្រោះថ្នាក់ដូចជា roller coaster ឲ្យពួកគេកាន់ពោះជាដើមដែលពួកគេទៅលេងរួចហើយក៏ប៉ុន្តែគាត់នៅធម្មតាបើសិនជាពេលនោះបានជួបជាមួយនឹងយូគីនោះទេពួកគេប្រហែលត្រូវសន្លប់នៅនឹងដីបាត់ទៅហើយដែលពួកគេខំបោកបងជីរុក៏ប៉ុន្តែបងជីរុប្រតិកម្មពួកគេវិញថាក៏ពិតទៅគាត់ដឹងពីគម្រោងការរបស់ពួកគេជាមួយនឹងស៊ូកាសាហើយគឺចង់ឲ្យពួកគេមកបោកគាត់មែនដែរទេដើម្បីកុំឲ្យគាត់ស្រឡាញ់ស៊ូកាសាបងជីរុពិតជាឆ្លាតខ្លាំងណាស់ចឹងឲ្យពួកគេមិនអាចប្រើប្រាស់សម្រាប់ប្រុសស្អាតបោកពួកគេបានទេតែមានរឿងមួយដែល F4 ទាំងពីរនាក់នៅតែគ្រប់គ្រងម៉ាកេណូគឺតំណែងរបស់ម៉ាកេណូជាមួយនឹងស៊ូកាសាម៉ាកេណូយប់ឡើងគេងនឹកគេទៀតហើយសម្រាប់ចាត់ទឹកខទៅកាន់ស៊ូកាសាតែម្ដងទៅស៊ូកាសាពិតជាលើពិតមែនម៉ាកេណូក៏បានសួរទៅកាន់ស៊ូកាសាអាចមានពេលនិយាយជាមួយនឹងខ្ញុំបានដែរទេពួកយើងទៅពីរនាក់ខានធ្វើបែបនេះយូរហើយម៉ាកេណូក៏បានណាត់ចូលគ្នាជាមួយនឹងស៊ូកាសានៅកន្លែងដដែលនិយាយរួចហើយក៏បិទតាមទម្លាប់របស់ស៊ូកាសាដោយស៊ូកាសាគេតែងតែណាត់ចូលហើយគឺគេឈប់និយាយអ្វីទៀតហើយគេបិទយកតែម្ដងចឹងហើយម៉ាកេណូនៅពេលនេះក៏ធ្វើតាមចរិតរបស់ស៊ូកាសាក៏បានខុសទៅកាន់បងជីរុណាត់ជួបនៅកន្លែងតែមួយថ្ងៃថ្មីក៏បានមកដល់ម៉ាកេណូបានពាក់ខ្សែកដែលស៊ូកាសាឲ្យមកកាន់ខ្លួនដើម្បីទៅចូលជាមួយនឹងស៊ូកាសាទៅលឿនខ្លាំងណាស់មិត្តភក្តិរបស់ខ្លួនក៏បានលើកទឹកចិត្តផងដែរក៏តែនៅពេលទៅបានឃើញស៊ូកាសាហើយបានជាឃើញបងស្រីជីរុទៅទៀតដែលមិនដឹងជាមានរឿងអ្វីកើតឡើងនៅទេបងជីរុក៏បានថើបមាត់របស់ស៊ូកាសានៅពេលហ្នឹងដែលធ្វើឲ្យម៉ាកេណូបានឃើញនឹងអន់ចិត្តនៅបានចាក់ចេញទៅចប់ភាគទី2តែអ្នកខ្ញុំក៏មករំអីតោះយ៉ាងទៅវិភាគទៀតបន្ទាប់ម៉ាកេណូđãចាក់ចេញទៅបាត់ស៊ូកាសាក៏រុញបងជីរុចឹងណារយវិញទៅដឹងពីដំណឹងមិត្តភក្តិរបស់គេថាម៉ានីកោទៅជួបគ្នាជាមួយនឹងស៊ូកាសាគេឈប់ផឹកតែហើយនៅបានចាក់ចេញទៅដែលស៊ូកាសាពិតជាហៅក៏មកជួបគ្នានៅទីនេះពិតមែនក៏ប៉ុន្តែមិនមែនមកថើបបែបនេះនោះទេតែបងជីរុក៏ស្រឡាញ់ស៊ូកាសាខ្លាំងពេកក៏ថើបគេទៅស្មានតែគេហៅខ្លួនមកដែរស៊ូកាសាក៏បានដេញគាត់ជេរឆ្ងាយទៅគេហៅមកទីនេះដោយសារតែចង់ប្រាប់រឿងមួយតែនៅពេលនេះអស់អារម្មណ៍ប្រាប់ហើយចឹងហើយម៉ាកេណូមកដល់កន្លែងធ្វើការវិញបាត់ទៅហើយយូគីក៏បានសួរផនណៃមិនទៅជួបគេទេឬម៉ាកេណូប្រធានដើរតាមផ្លូវទៅក៏សម្រេចចិត្តថាអត់ទៅវិញយូគីដឹងថាមិត្តភក្តិរបស់ខ្លួនកំពុងតែជួបបញ្ហាអ្វីម្យ៉ាងពេលនោះរុយក៏បានមកដល់ឯស៊ូកាសាវិញមិនតាន់ទៅណានៅទេកំពុងតែរងចាំម៉ាកេណូហើយបងជីរុក៏មិនតាន់ទៅណាដូចគ្នាបងជីរុក៏កំពុងតែឆ្ងល់ហើយតើគេកំពុងតែចាំនរណាគេ
rồi sẽ tới can Makinoមានបានជួបជាមួយនឹងសុគសៈហើយទៅនៅ Makino បានប្រាប់ថាបានទៅហើយក៏បានឃើញគេផងដែរrồiក៏បានសួរទៀតតើគេធ្វើអ្វីមួយបានឲ្យនាងពេញចិត្តមែនដែរទេបានជានាងត្រឡប់មកវិញ Makino ក៏បានប្រាប់ថានៅទេខ្ញុំអត់បាននិយាយជាមួយនឹងគេផងទើបរួយដឹងតែម្ដងគេច្បាស់ជាកំពុងតែរងចាំនាងនេះមកតាមចរិតរបស់សុគសៈក៏ពិតជាអង្គុយរងចាំដូចជាអ្វីដែលរុយគេគិតអញ្ចឹងនៅពេលនេះដែរស្ដាំម៉ារបស់គេក៏បានហៅគេត្រឡប់ទៅផ្ទះវិញហើយបងស្រីជូរ៉ូក៏កំពុងតែអង្គុយចាំសុគសៈដូចគ្នាបងស្រីជូរ៉ូក៏ពិតជាស្រឡាញ់សុគសៈមែនទែនសុគសៈនៅពេលដែលជួបជាមួយនឹងម៉ារបស់ខ្លួនបាត់ទៅកាំងខ្លួនតាក់ទងជាមួយនឹងអនាគតប៉ាម៉ាក់ក្មេងមិនយូរនៅទេពួកគាត់នឹងមកប្រទេសជប៉ុនពេលនេះហើយគឺជាពេលដែលពួកគេទៅជួបគ្នាគ្រួសារខាងប្រុសជួបគ្នាជាមួយនឹងគ្រួសារខាងស្រីកាយវិការពាក្យសម្ដីរបស់គេគឺសំខាន់ខ្លាំងណាស់សម្រាប់អនាគតក្រុមហ៊ុនចំណែកក្រុមគ្រួសាររបស់ Makino វិញយើងបានគេដល់បងជឿរ៉ូគឺបានញ៉ាំអីនៅទីនេះទៀតបាត់ទៅហើយក៏សួរពីសុគសៈកាន់តែច្រើនទៅគេនៅផ្ទះរបស់ Makino ទៀតផង Makino បានប្រាប់រឿងទាំងអស់នោះទៅកាន់ F4 ទាំងពីរនាក់ដែលធ្វើឲ្យពួកគេទៅពីរនាក់ក៏ចាប់ផ្ដើមបារម្ភផងដែរដែលសារតែមនុស្សម្នាក់នេះមិនមែនជាមនុស្សធម្មតានោះទេថ្ងៃនេះផងដែរសុគសៈគេមកសាលារៀនមកជួបគ្នាជាមួយនឹង Makino មានរឿងទៅនិយាយគ្នាហើយចាំបាច់តាក់ទងឲ្យខ្ញុំទៅជួបធ្វើឲ្យបត់មកជួបជាមួយនឹងខ្ញុំផង Makino អត់ចង់និយាយអ្វីច្រើនទេដោយសារឃើញគេថើបគ្នាជាមួយនឹងមនុស្សផ្សេងទៅហើយទៅចុះទៅខាងក្រោមវិញ F4 ទាំងពីរនាក់ក៏បានសួរទៅកាន់សុគសៈឲ្យដឹងរឿងតែមិនបានយាយថើបជាមួយនឹងគេនៅកណ្ដាលមុខរបស់ Makino អញ្ចឹងសុគសៈក៏បានប្រាប់ថាក៏ពិតទៅគេណាត់ជួបគ្នាជាមួយនឹងបងជឿរ៉ូគឺដើម្បីចង់ប្រាប់ទៅកាន់បងជឿរ៉ូថាគាត់អត់មានសមនឹងធ្វើជាសង្សាររបស់គេនោះទេ Makino ទៅសមធ្វើជាសង្សាររបស់គេ Makino មានលក្ខណៈអញ្ចេះមួយអញ្ចេះពីរដើម្បីបង្ហាញឲ្យបងជឿរ៉ូបានដឹងក៏ប៉ុន្តែនៅពេលដែលជួបគ្នាបងជឿរ៉ូនឹងសុកក៏មកថើបខ្លួនតែម្ដងហើយចំពេលដែល Makino នឹងឃើញទៀតផងខ្លួនក៏មិនអាចធ្វើអ្វីបានរឿងក៏មានតែប៉ុណ្្នឹងហើយ Makino នៅពេលនេះក៏ប៉ុន្តែធុញហើយក៏បានជួបគ្នាជាមួយនឹងរុយទៀតហើយ I4 ទៅពីរនាក់យល់ហើយតែ Makino មិនទាន់យល់នៅទេសុគសៈក៏ធ្វើដំណើរត្រឡប់ទៅវិញហើយក៏កំពុងតែគិតអំពីអនាគតក្រុមហ៊ុន Mac របស់គេបានសម័យឃើញបរិសម្នាក់នេះទៀតហើយតិចទៀតយើងនឹងដឹងហើយថាតើគាត់នឹងគឺជានរណាគេហើយមានរឿងអ្វីសុគសៈគេកំពុងតែគិតនឹងឡានរបស់គេក៏ឈប់បឹងចូលគ្នាជាមួយនឹងតួអង្គមហារញ៉េរញ៉ៃទៀតហើយឯ Makino ក៏បានពឹងរយឲ្យជួយបង្រៀនខ្លួនផងដែរដោយសារតែខ្លួនចង់ធ្វើជាអ្នកច្បាប់ដូចជាបងស្រីទូឌូអញ្ចឹងឯបងជឿរ៉ូចូលមកក្នុងឡានដើម្បីនិយាយគ្នាជាមួយនឹងសុគសៈតែសុគសៈក៏បើកទ្វារឡានរត់ចាក់ចេញទៅសុគសៈគេមិនចូលចិត្តបងជឿរ៉ូនោះទេគេហៅបងជឿរ៉ូនឹងថាជាស្វាទៀតផងចំណែកម៉ារបស់សុគសៈនៅពេលនេះក៏ប៉ុន្តែឈឺក្បាលធ្វើអីក៏បរាជ័យផងដែរក្រុមហ៊ុនមិនដឹងទៅមុខដូចក៏អត់នោះទេដៃស្ដាំរបស់គាត់ប្រកាន់គាត់ឲ្យគាត់ទៅសម្រាកសិនទៅតែគាត់ដឹងច្បាស់បើសិនជាគ្មានគាត់ជាបង្គោលនោះទេក្រុមហ៊ុននឹងរលំរលាយហើយឯសុគសៈនៅពេលនេះប្រតិកម្មបងជឿរ៉ូតាមត្រង់ផងដែរថាគេអត់ស្រឡាញ់បងជឿរ៉ូនោះទេហើយម៉ារបស់គេរៀបការជាមួយនឹងបងជឿរ៉ូនឹងគឺសារតែត្រូវការជំនួយពីក្រុមគ្រួសាររបស់បងជឿរ៉ូនៅពេលនេះក៏ប៉ុន្តែត្អូញត្អែប្រមកកាន់ Makino ទៀតហើយតែគាត់នៅតែមិនបោះបង់អញ្ចឹងដោយសារតែគាត់សង្ឃឹមថាថ្ងៃណាមួយសុគសៈនឹងស្រឡាញ់គាត់ថ្ងៃនេះផងដែរយូគីក៏សុំ Makino ឲ្យទៅជាមួយនឹងខ្លួនដោយសារតែអាគីរ៉ាហៅខ្លួនទៅផ្ទះរបស់គេ Makino ពិតជាទៅពិតមែនគាត់ចូលមកដល់ក៏បានជួបគ្នាជាមួយនឹងបងស្រីម្នាក់បងស្រីពិតជារាក់ទាក់ខ្លាំងណាស់គាត់ចង់ធ្វើម្ហូបឲ្យពួកគេញ៉ាំតែអាគីរ៉ាប្រាប់ថាមិនចាំបាច់ធ្វើម្ហូបនោះទេអត់មាននរណាគេញ៉ាំឡើយធ្វើឲ្យគាត់អន់ចិត្តស្រ័យយំតែម្ដងទើប Makino និងយូគីប្រតិកម្មគាត់ថាធ្វើមកចាំពួកខ្ញុំញ៉ាំក៏បានចាក់ចេញទៅពួកគេទៅពីនេះក៏សរសើរអាគីរ៉ាពិតជាមានបងស្រីគួរឲ្យស្រឡាញ់មែនទែនក៏ប៉ុន្តែអាគីរ៉ាក៏បានប្រាប់ថាអត់នោះទេគាត់គឺជាម៉ាក់បង្កើតរបស់ខ្ញុំម៉ាក់គេក្មេងហើយចរិតក្មេងទៀតផងហើយនេះគឺជាប្អូនស្រីភ្លោះរបស់គេបង្កើតដែលអាគីរ៉ាហៅមកជុំគ្នានៅថ្ងៃនេះប្រហែលជាគេចង់ជួបជុំពេលនេះសឺជីរ៉ូគេបានចូលមកដល់ហើយក៏បានឃើញយូគីសឺជីរ៉ូនៅពេលដែលឃើញយូគីគេក៏បានចាក់ចេញទៅវិញទៅយូគីក៏បានទៅតាមគេហើយនៅពេលនេះយើងក៏បានឃើញសុគសៈក៏បានឃើញគ្នាជាមួយនឹង Makino មានរឿងទៅនិយាយគ្នាទៀតចុងក្រោយអាគីរ៉ានៅតែម្នាក់ឯងរុយក៏បានចូលមកដល់ចំណាត់ជុំគ្នាទៅណាអស់ទៅហើយអាគីរ៉ាក៏បានប្រាប់ថាមានបញ្ហាបន្តិចបន្តួចចែកជើងគ្នាអស់ហើយរុយក៏បានឃើញតែសុគសៈនៅពេលនេះក៏ប៉ុន្តែនៅជាមួយនឹង Makino ដែលសុគសៈក៏ចង់បោះស្រាយរឿងនៅថ្ងៃណាត់ជួបថាការពិតទៅគេបានថាបងជឿរ៉ូនោះទេក៏ប៉ុន្តែ Makino បានប្រាប់ថាលោកសាកសមជាមួយនឹងគេហើយការពិតទៅខាត់តាក់ទងគ្នារយៈពេលប្រហែលឆ្នាំនេះខ្ញុំឡើងសមតែហើយខ្ញុំក៏អាចបំភ្លេចលោកបានផងដែរអនាគតរបស់លោកនឹងល្អជាមួយនឹងបងជឿរ៉ូចឹងសរុបមកវិញមកអត់ទាន់បានបកស្រាយផងគេសំបែកបាត់ទៅហើយតែ Makino សំបែកទាំងឈឺចាប់ខ្លួនឯងនោះទេ Makino ក៏បានរត់ចាចេញទៅរួយក៏បានឃើញចង់រត់មកតាមតែក៏សម្រេចចិត្តមិនតាមវិញនៅចោល Makino នៅតែម្នាក់ឯងសិនអាណិតជាងគេនោះគឺសុគសៈដែលគេមិនអាចនិយាយបានទេហាស្លាក់ខ្ជាក់ស្លែងគេបានត្រឹមតែមើលនំទៅជាកាដូរបស់ Makino មុនពេលដែលគេទៅ New York តែប៉ុណ្ណោះអត់ទាន់ហ៊ានញ៉ាំទេអ្នកគ្នា Makino ក៏បានបើកមើលនំដែលខ្លួនធ្វើសម្រាប់ថ្ងៃខួបកំណើតរបស់គេផងដែរអត់ញ៉ាំនៅទេគឺបោះចោលនៅក្នុងធុងសម្រាមតែម្ដងហើយនៅថ្ងៃនេះគ្រួសាររបស់ Makino មានបញ្ហាទៀតហើយដោយសារតែការរកស៊ីបរាជ័យដែលធ្វើឲ្យ Makino ក៏ទៅរកលុយបន្ថែមដើម្បីអាចបន្តការសិក្សាមកដល់កន្លែងធ្វើការថ្ងៃនេះជួបគ្នាជាមួយនឹងយូគីបានប្រាប់រឿងកាលពីថ្ងៃមុននៅពេលដែលខ្លួនទៅតាមស៊ឺជីរ៉ូក៏បានហៅគេទៅផឹកកាហ្វេរួចហើយក៏និយាយញ៉ៃគេ
គេតែញ៉ៃគេអត់បានសម្រេចនៅទេនៅពេលហ្នឹងបងយូគីក៏សារភាពហើយតែគាត់ស្រឡាញ់សូជីរ៉ូហើយដោយសារតែក្តីស្រឡាញ់ទើបគាត់បានរកកន្លែងធ្វើតែគាត់នឹងទៅសិក្សាអំពីតែកាន់តែច្បាស់ដើម្បីអាចនិយាយចូលគ្នាជាមួយនឹងសូជីរ៉ូដែលគាត់ចូលឈ្មោះចូលរៀនហើយគ្នាជាមួយនឹងបងស្រីស្អាតម្នាក់បន្ទាប់ពីតាមមកកាន់ម៉ាកេណូក៏មានមោទនភាពលើមិត្តភក្តិរបស់ខ្លួនឯងពិតជាហ៊ានធ្វើដើម្បីមនុស្សដែលឯងស្រឡាញ់ម៉ាកេណូនិយាយហាក់ដូចជាបង្កប់ន័យដែលសារខ្លួនប្រហែលជាស្រឡាញ់សុខស័ក្តិដែរក៏ប៉ុន្តែមិនហ៊ាននោះទេចំណែកសុខស័ក្តិម៉ារបស់គេកំពុងតែគម្រាមទៀតហើយគម្រាមពីមួយថ្ងៃទៅមួយថ្ងៃតែម្ដងដែលគាត់បាត់ទៅការសុខស័ក្តិឲ្យគេក៏លេចមើលការពីរយៈពេលប្រហែលឆ្នាំមុនដោយសារតែពាក្យសម្ដីរបស់គេតែគេបានធ្វើនរណាគេមានគ្រោះថ្នាក់ខ្លះចឹងហើយនៅពេលនេះក៏ដូចគ្នាមនុស្សជាច្រើនលានអ្នកកំពុងតែស្ថិតក្រោមទំនួលខុសត្រូវរបស់គេទៅតែសម្រេចចិត្តឲ្យបានត្រឹមត្រូវដោយសារតែបញ្ហាមួយនេះធ្វើឲ្យសុខស័ក្តិគេ stress ខ្លាំងណាស់ដើរតាមផ្លូវជួបណាគេញ៉ៃញ៉ៃចាប់វាយទាំងអស់ដោយសុខស័ក្តិកំពុងតែវាយគ្នាម៉ាកេណូកំពុងតែធ្វើការខាងក្រៅដោយសារតែចង់រកលុយបន្ថែមខ្លួនហត់បន្តិចហើយក៏ប៉ុន្តែមិនជាបញ្ហានោះទេដើម្បីតែបានបន្តការសិក្សាទៀតមកដល់ផ្ទះយប់ជ្រៅបន្តិចហើយតែបានជួបគ្នាជាមួយនឹងបងជឺរូប្រាប់មកកាន់ម៉ាកេណូខ្លួនសប្បាយចិត្តខ្លាំងណាស់ក៏ពោលតែសុខស័ក្តិសុំខ្លួនធ្វើជាសង្សារហើយដែលខ្លួនអង្គុយសោកគេខកហៅមិនណាត់ជួហើយនៅពេលដែលជួបគេក៏បានសារភាពថាគេនឹងព្យាយាមស្រឡាញ់គាត់តាមតែគេអាចធ្វើបានម៉ាកេណូលឺហើយក៏ស្រក់ទឹកភ្នែកតែក៏ចូលរួមអបអរទៅដល់មិត្តភក្តិរបស់ខ្លួនម៉ាកេណូពិតជាខូចចិត្តតែនៅតែខិតខំប្រឹងប្រែងរៀននរណាគេបូលីក៏លែងខ្វល់ដូចគ្នាឯរយវិញក៏នៅតែសួរទៅកាន់សុខស័ក្តិអញ្ចឹងចុះម៉ាកេណូឲ្យគិតយ៉ាងម៉េចសុខស័ក្តិសួរទៅកាន់រយវិញមិនបានជាចូលចិត្តរំលឹកឈ្មោះរបស់នាងម្ល៉េះរយក៏បញ្ចេញកាយវិការខឹងជាមួយនឹងសុខស័ក្តិផងដែរឯធំហើយមិនជាក្មេងទៀតនោះទេឯគួរតែសម្រេចចិត្តឲ្យដាច់ស្រេចម៉ាកេណូនៅពេលនេះក៏ប៉ុន្តែខិតខំប្រឹងប្រែងធ្វើការមើលទៅប្រហែលជាទៅមុខលែងសូវរួចហើយចំណែកសុខស័ក្តិក៏ពោលតែបង្ខំចិត្តបាត់ទៅកាន់មិត្តភក្តិរបស់ខ្លួនយើងនឹងស្រឡាញ់ជើរោយើងសុំនាងធ្វើឲ្យសង្សាររួចហើយម៉ារបស់សុខស័ក្តិនេះវិញក៏សប្បាយចិត្តខ្លាំងណាស់ក៏បាត់ទៅកាន់កូនប្រុសរបស់គាត់ទីទៀតនឹងត្រូវជួបគ្នាជាមួយអនាគតប៉ាម៉ាក់ក្មេងឯម៉ាកេណូនៅតែខិតខំប្រឹងប្រែងរៀនតាមធម្មតាខំប្រឹងធ្វើការខំប្រឹងរៀនម៉ាក់របស់ខ្លួនក៏លើកទឹកចិត្តដូចគ្នាមកដល់សាលារៀនក៏នៅតែខំប្រឹងប្រែងរៀនអ្នកបូលីឡើងខ្ជិលទៅហើយសុខស័ក្តិក៏បានយកនំរបស់ម៉ាកេណូមកញ៉ាំដៃស្តានរបស់ម៉ាក់សុខស័ក្តិក៏បានហៅលោកប្រុសដល់ពេលហើយគេទៅជួបគ្នាជាមួយអនាគតប៉ាម៉ាក់ក្មេងរបស់គេឯម៉ាកេណូបន្តបញ្ចេញបរៀនគឺទៅធ្វើការបន្តទៀតដែលនៅយប់នេះម៉ាកេណូតស៊ូមិនរួចនោះទេក៏ដួលសន្លប់នៅពេលហ្នឹងទៅឯសុខស័ក្តិក៏បន្តនៅជួបគ្នាជាមួយនឹងប៉ាម៉ាក់ក្មេងមួយស្ទុះក្រោយមកដៃស្ដាំម៉ារបស់គេក៏បានឲ្យសបុតមួយមកកាន់គេគាត់ផ្ញើសារប៉ាមកកាន់សុខស័ក្តិថាម៉ាកេណូនៅពេលនេះក៏ពុទ្ធនៅក្នុងមន្ទីរពេទ្យសុខស័ក្តិអារម្មណ៍ចាប់ផ្ដើមលេងមូតែម្ដងដល់ពេលសំខាន់ផងតែស្រាប់តែគេក្រោយឈរឡើងសំទោសអ្នកគ្រប់គ្នារត់ចាក់ចេញទៅម៉ារបស់គេខកលែងជាប់មើលទៅកាន់ដៃស្ដាំរបស់ម៉ាក់សុខស័ក្តិគឺចង់ឲ្យសុខស័ក្តិនឹងបានទៅលើម៉ាកេណូបងសើចរោទៅមកពីបន្ទប់ទៅក៏បានឃើញសុខស័ក្តិរត់ចេញទៅខាងក្រៅបាត់ទៅហើយគាត់ខកចិត្តខ្លាំងណាស់ភាគទី4របស់យើងក៏ចោលតែត្រឹមនឹងប្រណែភាគក្រោយកាន់តែល្អមើលភាគក្រោយសុខស័ក្តិគេលែងសូវបែកទៀតហើយអ្នកគ្នាសុខស័ក្តិ season 1នឹងត្រឡប់មកវិញហើយភាគក្រោយអញ្ចឹងយើងល្អមើលទៀតហើយគេញ៉ៃមួយតួអង្គស្រីអញ្ចឹងណាហើយសំខាន់មានរុយទៀតចាំមើលរុយក៏ញ៉ៃដែរនិយាយទៅរឿងល្អមើលអ្នកគ្នាខ្ញុំកាត់ឲ្យពេលណាខ្ញុំចេញពេលហ្នឹងចែកជូនអ្នកគ្នាតែម្ដងចឹងហើយអ្នកគ្នាក៏មករំអីអាចនឹងមានមួយថ្ងៃ2វីដេអូអរគុណបាទ